នេះជាគម្រោងសាងសង់ព្រះពុទ្ធបដិមាអង្គតូចៗចំនួន 84,000 អង្គសម្រាប់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមបល្ល័ង្កព្រះពុទ្ធបដិមាកម្ពស់ 108 ម៉ែត្រលើខ្នងភ្នំបូកគោព្រះពុទ្ធបដិមាអង្គតូចៗនេះនឹងត្រូវរៀបចំតម្កល់តាមជាន់តាមថ្នាក់ដូចខាងក្រោមថ្នាក់ទី1មាន2ជាន់គឺមានជាន់ទី1និងជាន់ទី2ថ្នាក់ទី2មាន2ជាន់គឺជាន់ទី3និងជាន់ទី4ថ្នាក់ទី3មាន2ជាន់គឺជាន់ទី5និងជាន់ទី6ថ្នាក់ទី4មាន3ជាន់គឺជាន់ទី7ជាន់ទី8និងជាន់ទី9ការកសាងព្រះពុទ្ធបដិមានេះគឺដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឲ្យរួចផុតចាកទុក្ខម្យ៉ាងទៀតក៏ដើម្បីរក្សានៅអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរនិងសម្រាប់ជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តមឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់ពុទ្ធបរិស័ទអាចចូលរួមចំណែកក្នុងការកសាងនេះតាមរយៈការជាវព្រះពុទ្ធបដិមាអង្គតូចៗដោយការជាវអាចចរិតឈ្មោះបានមិនថាជាឈ្មោះផ្ទាល់ខ្លួនឈ្មោះអ្នកមានគុណឬឈ្មោះមនុស្សជាទីស្រឡាញ់បច្ចុប្បន្ននេះទាំងព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបាននឹងកំពុងរួមគ្នាជាវព្រះពុទ្ធបដិមាអង្គតូចៗនេះជាបន្តបន្ទាប់សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទនិងបណ្ដាញសង្គមផ្លូវការដែលមាននៅលើវីដេអូនេះ